ទំនុកចិត្តអាចកើតមានបានគឺដោយសារតែការគិតការត្រេះរិះការពិចារណាទៅលើអ្វីដែលយើងមានដូចជាយើងមើលឃើញអ្វីស្ដាប់ឮអ្វីតាមដានអ្វីស្រាវជ្រាវអ្វីឃើញភ័ស្តុតាងអ្វីឃើញសាក្សីអ្វីគឺយើងយកមកគិតត្រេះរិះពិចារណាទៅលើរឿងអស់ហ្នឹងទើបយើងបានទំនុកចិត្តទើបវាកើតជាទំនុកចិត្តដល់យើងឧទាហរណ៍ថាយើងចង់ទិញផលិតផលអញ្ចឹងយើងត្រូវតែតាមដានមើលអំពីសកម្មភាពពាក្យសម្ដីមើលអំពីអ្វីដែលគេមានជាប្រចាំនិយាយជាមួយគេឆាតសួរគេហើយស្វែងយល់សិក្សាស្រាវជ្រាវរកការពិតទើបវាអាចកើតជាទំនុកចិត្តបានមិនមែននៅសុកមើលតែមកវីដេអូពីរវីដេអូអីហ្នឹងកើតទំនុកចិត្តបានទេអត់ទេលុះត្រាតែយើងនេះតាមដានសង្កេតសាកសួរស្វែងយល់ហើយគិតត្រេះរិះពិចារណាទើបយើងអាចទទួលបាននៅទំនុកចិត្តនេះគឺជាចំណុចដ៏សំខាន់បងប្អូន